នៅលើទឹកដីនៃតំបន់អាស៊ីអាគ្នេយ៍មាននគរពីរដែលត្រូវជាប់ទាក់ទងគ្នាដោយជោគវាសនាតាំងពីយូរលង់ណាស់មកហើយពួកគេចែករំលែកវប្បធម៌សាសនានិងប្រវត្តិសាស្ត្រជាមួយគ្នាប៉ុន្តែអ្វីដែលកំណត់ទំនាក់ទំនងពួកគេច្រើនជាងគេគឺចំនួនសម្រាប់ជនជាតិខ្មែរសង្គ្រាមមិនមែនជាព្រឹត្តិការណ៍តែម្ដងទេវាជាសង្គ្រាមតជំនាន់ចំនួនបានចាប់ផ្ដើមតាំងពីសតវត្សទី14នៅពេលដែលអំណាចដ៏រុងរឿងរបស់ចក្រភពអង្គរចាប់ផ្ដើមស្រុតចុះហើយអាណាចក្រសៀមនាសម័យអយុធ្យាចាប់ផ្ដើមភ្លឺរូបរាងឡើងសង្គ្រាមកាលនោះមិនមែនត្រឹមតែបាត់បង់ទឹកដីទេតែវាក៏ជាការបាត់បង់ធនធានមនុស្សសិល្បៈស្ថាបត្យកម្មនិងចំណេះដឹងដែលត្រូវនាំយកទៅកាន់ស្រុកសៀមគ្រានោះហើយដែលកម្ពុជាបានក្លាយជាដែនដីមួយដែលត្រូវរងការឈ្លានពាននិងគ្រប់គ្រងពីសំណាក់ប្រទេសជាប់ព្រំដែនអស់រយៈពេលជាច្រើនសតវត្សកម្ពុជាស្ថិតក្នុងស្ថានភាពលំបាកបំផុតត្រូវរស់នៅជារដ្ឋចំណុះរវាងសៀមនៅខាងលិចនិងយួននៅទីខាងកើតចំនួនមិនដែលស្ងប់ស្ងាត់ឡើយទោះបីជាបារាំងបានចូលមកបង្កើតអាណាព្យាបាលនៅឆ្នាំ1863ក៏បញ្ហាទឹកដីដែលបាត់បង់ទៅសៀមនៅតែជាដំបៅដែលពិបាកជាសះស្បើយដដែលការខិតខំទាមទារយកខេត្តត្រឡប់មកវិញគឺជាបេសកកម្មដែលត្រូវធ្វើតជំនាន់ពីជំនាន់ស្ដេចមួយទៅជំនាន់ស្ដេចមួយទៀតសង្គ្រាមតជំនាន់បានបន្តមកដល់សម័យទំនើបបញ្ហាព្រំដែនមិនទាន់ទៅបានដោះស្រាយទាំងស្រុងហើយករណីប្រាសាទព្រះវិហារគឺជាឧទាហរណ៍ដ៏មុតស្រួចនៅឆ្នាំ1962តុលាការអន្តរជាតិបានសម្រេចថាប្រាសាទព្រះវិហារជារបស់កម្ពុជាប៉ុន្តែការសម្រេចនេះមិនបានបញ្ចប់ជំនួសទេនៅក្នុងឆ្នាំ2008និងឆ្នាំ2011ព្រំដែនត្រូវបានក្តៅគគុកសារជាថ្មីដោយសារភាពមិនចុះសម្រុងគ្នានៃការបោះបង្គោលនិងការបកស្រាយផែនទីនេះបានបង្ហាញថាបើទោះបីជាសតវត្សកន្លងផុតទៅយ៉ាងណាក្តីក៏អតីតកាលនៅតែបន្តកំណត់អនាគតថ្ងៃនេះសង្គ្រាមបានកើតឡើងម្ដងទៀតជាសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសសៀមដែលតែងតែចិញ្ចឹមចិត្តចង់បានទឹកដីកម្ពុជាមកធ្វើជារបស់ខ្លួនក្រោមហេតុផលមិនសមស្របជាច្រើនលើកច្រើនសាររបស់ជនជាតិសៀមនៅទីបំផុតចំនួនប្រដាប់អាវុធតាមខ្សែបន្ទាត់ព្រំដែនបានคล้ายជាភ្លើងសង្គ្រាមឈាមខ្មែរហូរម្ដងទៀតបានដាស់ស្មារតីឲ្យកូនខ្មែរគ្រប់រូបចេះសាមគ្គីបន្តប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីសំណាក់ខ្មាំងសត្រូវវាជាប្រវត្តិសាស្ត្រថ្មីមួយដែលកូនខ្មែរជំនាន់ក្រោយត្រូវចងចាំនិងចារទុកដរាបណាយើងនៅតែខ្សោយគេនៅតែរកឱកាសបំពេញជានិច្ច